Cristiano Ronaldo របូតពីមួយនេះជាមួយនឹងក្រុម Al Nassr កាលពីយប់មិញនេះសួស្តីប្រិយមិត្តអ្នកស្ដាប់ Channel Podcast ពីកន្លែងទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីជាមួយនឹងខ្ញុំវិញម្ដងទៀតហើយនៅថ្ងៃនេះដែរខ្ញុំនឹងលើកយកព្រឹត្តិការណ៍កីឡាដែលមានប្រធានបទដូចតទៅកីឡាករ Cristiano Ronaldo របូតពីមួយទៀតហើយជាមួយនឹងក្រុម Al Nassr ក្រោយពីចាញ់ក្រុម Al Ittihad ក្រុម Al Nassr របស់កីឡាករ Cristiano Ronaldo ត្រូវបានជំរុះចេញពីពានរង្វាន់ King Cup បន្ទាប់ពីចាញ់ក្រុម Al Ittihad ក្នុងលទ្ធផល2-1ខ្សែប្រយុទ្ធសញ្ជាតិព័រទុហ្គាល់ Cristiano Ronaldo នេះមើលទៅហាក់ដូចជាខកចិត្តខណៈដែលក្រុម Al Nassr ត្រូវបានជំរុះចេញក្នុងវគ្គ16ក្រុមចុងក្រោយដោយខកខានឱកាសមួយទៀតដើម្បីប្រកួតប្រជែងដណ្ដើមពានរង្វាន់ការប្រយុទ្ធមួយនេះគឺជាជំនុំស៊ីសាច់ហោឈាមរវាងក្រុម Al Ittihad ជាមួយនឹងក្រុម Al Nassr គ្រាន់តែការប្រកួតបានចាប់ផ្ដើមភ្លាមក្រុមទាំងសងខាងបានធ្វើការដាក់សម្ពាធទៅលើគ្នាទៅវិញទៅមកយ៉ាងខ្លាំងបន្ទាប់បានប្រមាណនាទីស្រួលផងខ្សែប្រយុទ្ធរបស់ក្រុម Al Ittihad គឺកីឡាករ Karim Benzema បានធ្វើការសិតនាំមុខបិទមួយគ្រាប់ទៅលើក្រុម Al Nassr នៅនាទីទី15ប៉ុន្តែក្រោយមកកីឡាករ Angelo របស់ក្រុម Al Nassr បានធ្វើការសិតបញ្ចូលទីតាមស្មើឲ្យក្រុមម្ចាស់ផ្ទះវិញនៅនាទីទី30ដែលជាការបញ្ជូនបាល់ដ៏ស្អាតពីសំណាក់កីឡាករ Cristiano Ronaldo លោកឈានទៅដល់នាទីទី45បូកទៅហើយស្រាប់តែកីឡាកររបស់ក្រុម Al Ittihad បានសិតមួយគ្រាប់បន្ថែមទៀតទម្លាក់ក្រុម Al Nassr ចេញពីវគ្គ16ក្រុមចុងក្រោយនៃពានរង្វាន់ King Cupគូរំលឹកឡើងវិញដូចនេះថា Cristiano Ronaldo បានផ្ទេរពីក្រុមបេសាចក្រហម Manchester United មកកាន់ក្រុម Al Nassr កាលពីដើមខែមករាឆ្នាំ2023កន្លងទៅខ្សែប្រយុទ្ធសញ្ជាតិព័រទុហ្គាល់រូបនេះបានឈ្នះពានរង្វាន់ Arab Cup Champion Cup ជាមួយនឹងក្រុម Al Nassr ក្នុងរដូវកាលដំបូងប៉ុន្តែពានរង្វាន់មួយនេះគឺមិនត្រូវបានសហព័ន្ធ FIFA ទទួលស្គាល់ជាផ្លូវការនោះទេតាំងពីលេងឲ្យក្រុម Al Nassr រហូតមកដល់នាពេលបច្ចុប្បន្ននេះ Cristiano Ronaldo នៅមិនទាន់ឈ្នះពានរង្វាន់ណាមួយជាមួយនឹងក្រុម Al Nassr ជាផ្លូវការនោះទេដោយ Cristiano Ronaldo បាត់បង់ឱកាសដណ្ដើមពានរង្វាន់ផ្សេងៗចំនួន13គ្រឿងក្នុងចំណោមពានរង្វាន់ជាផ្លូវការក្រុម Al Nassr បានឡើងដល់វាផ្ដាច់ព្រ័ត្រចំនួន3លើកប៉ុន្តែគឺត្រូវបរាជ័យទាំងអស់ Al Nassr បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2ក្នុងលីក Saudi Pro League ទាំងរដូវកាលឆ្នាំ2022-2023និងរដូវកាលឆ្នាំ2023-2024និងចំណាត់ថ្នាក់លេខ3កាលពីរដូវកាលមុនផងដែរប៉ុន្តែក្រុម Al Nassr ធ្លាក់ចេញពីពានរង្វាន់ King Cup គ្រូបង្វឹករបស់ក្រុម Al Nassr គឺលោកJorge Jesus បានចេញមុខឆ្លើយតបទៅកាន់ការវាយប្រហាររបស់អ្នកសារព័ត៌មានថា Cristiano Ronaldo គឺជាបញ្ហារបស់ក្រុម Al Nassr យ៉ាងដូចថាបញ្ហារបស់ពួកយើងនៅថ្ងៃនេះមិនមែនបណ្ដាលមកពីកីឡាករ Cristiano Ronaldo នោះទេប៉ុន្តែដោយសារតែភាពអស់កម្លាំងនិងភាពល្ហិតល្ហៃរបស់ក្រុមរបស់ពួកយើងព្រោះអីក្រុមរបស់ពួកយើងមានការប្រកួតច្រើនពេកនៅរដូវកាលនេះហើយវាមិនមែនមកពីកំហុសយុទ្ធសាស្ត្រនោះទេព្រោះដោយសារតែពួកយើងជួបគូប្រកួតប្រជែងដែលខ្លាំងក្លាជាងយើងតែប៉ុណ្ណោះនៅថ្ងៃនេះពួកយើងបានរបូតពានរង្វាន់ King Cup ប៉ុន្តែពានរង្វាន់ Champion ទៅវិញទេគឺជាអត្តភាពរបស់ពួកយើងហើយពានរង្វាន់ King Cup គឺជាគោលដៅទី2តែប៉ុណ្ណោះមូលហេតុដែលពួកយើងបានបរាជ័យនៅថ្ងៃនេះគឺដោយសារតែគូប្រកួតប្រជែងរបស់ពួកយើងខ្លាំងជាងយើងតែប៉ុណ្ណោះសម្រាប់បងប្អូនដែលគាំទ្រ Channel វិភាគកីឡារបស់ខ្ញុំសូមជួយចុច Like Comment និង Subscribe មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណជួបគ្នានៅវីដេអូបន្ត